ជំរាបសួរបងនាងខ្ញុំជាអសតការីប្រចាំការនៅក្នុងអសតស្ថាននេះតើបងជួយមកថ្ងៃនេះមានបញ្ហាសុខភាពអ្វីដែរជំរាបសួរអ្នកគ្រូខ្ញុំចង់ជាអសតចាតើបងចង់ជាអសតសម្រាប់អ្នកណាដែរខ្ញុំចង់ទិញសម្រាប់ខ្លួនឯងផ្ទាល់តើបងមានរោគសញ្ញាឬអាការៈអ្វីខ្លះដែរបងខ្ញុំហៀសបោហើយលាយខ្ទុះតិចអ្នកគ្រូតើអាការៈនេះកើតពីពេលណាដែរបងខ្ញុំឈឺ3ថ្ងៃមកអ្នកគ្រូហើយមានស្ថានភាពដូចម្ដេចដែរបងខ្ញុំលេបថ្នាំផ្ដាសាយហើយប៉ុន្តែវាឈឺអត់បាត់តើបងមានរោគសញ្ញាអ្វីផ្សេងទៀតដែរឬទេមានអ្នកគ្រូមានឈឺក្បាលគ្រុនក្តៅហើយតឹងច្រមុះហើយនឹងឈឺនៅឆ្អឹងមុខចាអញ្ចឹងតើបងធ្លាប់មានជំងឺគ្រុនផ្ដាសាយពីមុនមកទេខ្ញុំធ្លាប់មានគ្រុនផ្ដាសាយពីមុនមកអ្នកគ្រូបើមានតើយូរប្រហែលដែរបងប្រហែល2អាទិត្យមុនអ្នកគ្រូតើញឹកញាប់ដែរឬទេបងញឹកញាប់អ្នកគ្រូតើបងមានប្រើថ្នាំប្រភេទណាមួយដែរឬទេមុននឹងមកអសត់ស្ថានខ្ញុំលេបថ្នាំផ្ដាសាយតើបងធ្លាប់មានប្រតិកម្មជាមួយថ្នាំណាមួយទេអត់មានទេអ្នកគ្រូវិភាគព័ត៌មាននឹងធ្វើរោគវិនិច្ឆ័យប្រវត្តិធ្លាប់មានជំងឺផ្ដាសាយដោយមិនមានការព្យាបាលត្រឹមត្រូវមានរោគសញ្ញាឈឺក្បាលគ្រុនក្តៅតឹងច្រមុះមានហៀសម្បោរលីខ្ទុះតិចនិងឈឺនៅឆ្អឹងមុខជាពិសេសសន្និដ្ឋានពីរោគវិនិច្ឆ័យសង្ស័យថាមានជំងឺរលាកឆ្អឹងសងខាងច្រមុះស្រួចស្រាលSinusitis aiguëសន្និដ្ឋានពីមូលហេតុបង្កជំងឺរបស់អ្នកជំងឺគឺដោយមានការបង្ករោគពីពពួកបាក់តេរីចូលទៅក្នុងរុនឆ្អឹងសងខាងច្រមុះផែនការព្យាបាលជំងឺឈ្មោះនិងទម្រង់ឱសថដែលត្រូវប្រើអ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់អ្នកជំងឺអាចត្រឹមទទួលបានប៉ារ៉ាសេតាមុលសម្រាប់បំបាត់ការឈឺចាប់បណ្ដោះអាសន្នបញ្យល់ពីគោលបំណងនៃការប្រើប្រាស់ឱសថប៉ារ៉ាសេតាមុលប្រើការសម្រាប់បញ្ចុះកម្ដៅនិងសម្រាលការឈឺចាប់តែប៉ុណ្ណោះមិនមែនសម្រាប់ព្យាបាលជំងឺនេះឲ្យជាសះស្បើយទេបញ្យល់ពីរបៀបប្រើកម្រិតប្រើនិងរយៈពេលប្រើប្រាស់របស់ឱសថប៉ារ៉ាសេតាមុល500មីលីក្រាមចំនួន4គ្រាប់លេប1ថ្ងៃ1គ្រាប់នៅពេលក្តៅខ្លួនឬឈឺចាប់1ថ្ងៃមិនលើសពី4ដងរយៈពេលប្រើប្រាស់1ថ្ងៃផលរំខានរបស់ឱសថក្នុងកំឡុងពេលប្រើប្រាស់និងចំណុចដែលត្រូវប្រុងប្រយ័ត្នកម្រិតប្រើប្រាស់ធម្មតាអាចនឹងមានផលរំខានដូចជាកន្ទួលលើស្បែកករណីប្រើលើសកម្រិតនឹងបង្កឲ្យមានការប៉ះពាល់ដល់ថ្លើមសញ្ញាគ្រោះថ្នាក់ដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ក្នុងករណីដែលអ្នកជំងឺសង្កេតឃើញថាមានការលេចឡើងការក្រហមឬរមាស់លើស្បែកឬហើមនៅកន្លែងណាមួយនៃដងខ្លួនសូមមេត្តាប្រញាប់ទៅជួបវេជ្ជបណ្ឌិតឬអសតការីជាបន្ទាន់ដំបូន្មានផ្សេងៗក្នុងរយៈពេលព្យាបាលតម្រូវឲ្យស្វែងរកវេជ្ជបណ្ឌិតជំនាញពិនិត្យនិងព្យាបាលឱសថប៉ារ៉ាសេតាមុលដែលបានផ្ដល់ឲ្យនេះគ្រាន់តែជួយសម្រាលរោគសញ្ញាគ្រុនក្តៅនិងការឈឺចាប់តែប៉ុណ្ណោះដំបូន្មានដើម្បីបង្ការកុំឲ្យកើតជំងឺជាថ្មីម្ដងទៀតត្រូវស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវរាល់ពេលមានជំងឺផ្ដាសាយឬរលាកផ្លូវដង្ហើមផ្នែកខាងលើចាបងតើបងព្រមទទួលយកការព្យាបាលដែរឬទេបងខ្ញុំព្រមទទួលយកការព្យាបាលអ្នកគ្រូចាតើបងអាចសង្ខេបឡើងវិញនៅចំណុចសំខាន់ដែលត្រូវចងចាំបានឬទេបងចាអរគុណច្រើនបងសូមប្អូនពន្យល់ពីសកម្មភាពរបស់ឱសថនៅក្នុងការព្យាបាលជំងឺចាលោកគ្រូប៉ារ៉ាសេតាមុលអាចប្រឆាំងនឹងការឈឺចាប់ដោយសារវារារាំងការផលិតប្រូស្តាក្លង់ឌីនដោយសារវាបន្ថយនៅបរិមាណរបស់អង់ស៊ីមពេរ៉ុកស៊ីដាសក្រោមទម្រង់ជាអុកស៊ីដាយហ្វមមេតាបូលីតរបស់ប៉ារ៉ាសេតាមុលដែលមានឈ្មោះថា AM404 ជាអាហ្គនីសរបស់មួយនឹងការ receptor បង្កើនសកម្មភាពរបស់ serotonin descending inhibitory pathway ដែលបញ្ចេញនៅអង្គេហ្វាលីនសូមអរគុណលោកគ្រូ